ผู้ริตรជាដកទី6នៅក្នុងការគ្រាដ៏យូរលង់ណាស់មកហើយព្រះរាជាទ្រង់ព្រះនាមព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសីព្រះរាជបុត្ររបស់ព្រះអង្គបានចេញទៅគង់នៅក្នុងព្រៃទ្រង់ព្រះភ្នោះជាឥសីអាស្រ័យនៅនាស្ទឹងយមនីក្បែរមាត់សមុទ្រព្រះរាជឥសីនេះដាក់ភ្នោះរួមសមគៈសង្វារនិងនាងនិមនវិកាបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមសាគរព្រហ្មទត្តនិងព្រះរាជបុត្រីមួយអង្គព្រះនាមនាងសមុទ្រជាតមកលុះអំណើអំពីព្រះបាទព្រហ្មទត្តជាបិតាទៅព្រះអង្គម្ចាស់នេះបានសោយរាជសម្បត្តិមានព្រះនាមប្រកាសថាព្រះបាទកោសិករាជទ្រង់បានយកព្រះរាជបុត្រទាំងពីរព្រះអង្គមកនៅឯនានគររីឯនាងនិមនវិកាត្រឡប់ទៅនៅឯឋានភុជង្គនាគនេះវិញព្រះរាជបុត្រីនាមនាងសមុទ្រជាបានជាមហាសីនៃព្រះបាទធទ្ធរតនាគរាជនាឋានភុជង្គនាគដោយហេតុអណ្ដាតសង្កលដែលលងខ្លួននៅក្នុងឋានភុជង្គនាគក៏ហៅដោះសារថាខ្លួនជារាជទូតព្រះបាទកោសិករាជមកទូលសុំឲ្យព្រះបាទធទ្ធរតទៅយកនាងសមុទ្រជាមកជាអគ្គមហាសីព្រះបាទកោសិករាជព្រះតីនៅក្នុងរឿងនេះទ្រង់ដាក់រាជទៅទ្រង់ព្រះភ្នោះជាឥសីព្រះអង្គម្ចាស់សាគរព្រហ្មទត្តក៏បានសោយរាជសម្បត្តិតមកព្រះបាទធទ្ធរតកាលទ្រង់នាំនាងសមុទ្រជាមកកាន់នគរនេះទ្រង់ឲ្យពួកនាគទាំងអស់និមិត្តរាងកាយជាមនុស្សអស់កាលជានិច្ចបានអ្នកណាឲ្យនាងសមុទ្រជាឃើញរូបរាងកាយខ្លួនជានាគនោះនឹងត្រូវរាជទណ្ឌព្រះនាងសមុទ្រជានៅរួមជាមួយព្រះបាទធទ្ធរតបានព្រះរាជបុត្រ4ព្រះអង្គគឺសុទុស1តតៈ1សុភុគៈ1និងអរិ ដ្ឋៈ1តតៈនាគដែលជារាជកុមារនេះគឺជាពុទ្ធង្គរបណ្ដូលពោធិសត្វតន្តនាគរាជកុមារមានប្រាជ្ញាអាចដោះស្រាយប្រស្នាដែលគេដោះស្រាយពុំរួចនៅក្នុងនាគពិភពក៏ព្រោះហេតុនោះបានជាព្រះបាទធទ្ធរតកាលស្ដេចទៅគាល់ព្រះបាទវិរូបខៈទេវរាជទ្រង់យកទត្តកុមារទៅផងទត្តកុមារបានជួយដោះស្រាយនៅអាលប្រស្នាថ្វាយស្ដេចទេវតានោះទៀតព្រះបាទវិរូបខៈជ្រះថ្លាក៏សូមយកទៅគាល់ព្រះឥន្ទ្រាធិរាជទត្តកុមារបានជួយដោះស្រាយប្រស្នានៅក្នុងឋានតាវតឹងទៀតព្រះឥន្ទ្រាថ្លាធ្វើសក្ការៈបូជាថ្វាយព្រះនាមថែមទៀតថាភូរិទត្តព្រះភូរិទត្តបានឃើញវិជ្ជយន្តប្រាសាទដដេដាស់ដោយពួកស្រីទេពអប្សរជាទីមនោរម្យសមដោយសេរីសម្បត្តិរបស់សម្ដេចព្រះសហសនីក៏ជាប់ប្រតិថាគួរតែសាងឲ្យបានកើតនៅក្នុងទេវលោកនេះតមកព្រះអង្គលាមេដាបិតាចេញទៅរក្សាអបអរសត្តសិលនាឋានមនុស្សលោកនៅនាដំបូកក្រោមដើមជ្រៃជិតស្ទឹងយមនីព្រះអង្គតាំងអធិដ្ឋានបារមីផ្ដោតព្រះតីចំពោះអបអរសត្តសិលប្រកបដោយអង្គ4ប្រការគឺតាំងព្រះតីថានរណាចង់បានស្បែកក្តីសរសៃក្តីឆ្អឹងក្តីឈាមក្តីរបស់អញអ្នកនោះចូលមកចុះឯត្រង់អបអរសត្តសិលរបស់អញមិនព្រមលះបង់ទេព្រះអង្គអនុញ្ញាតឲ្យភរិយាទាំងឡាយរបស់ទ្រង់នាំនាងនាគមនវិកាជាស្រីរបាំ10នាក់មួយវេនឲ្យយកគ្រឿងដូរតន្ត្រីទៅកាន់សំណាក់ព្រះអង្គធ្វើសក្ការៈចំពោះព្រះអង្គដោយផ្កានិងគ្រឿងក្រអូបផ្សេងលេងភ្លេងបូជាហើយនាំព្រះអង្គមកកាន់នាគពិភពវិញរាល់ព្រឹកព្រះអង្គទ្រង់រក្សាសិលតាមទំនងនេះនៅក្នុងទីនោះអស់កាលដ៏យូរអង្វែងនៅនាគ្រានោះមានព្រាហ្មណ៍នេសាទម្នាក់នៅនគរពារាណសីនិងកូនប្រុសម្នាក់ឈ្មោះសពតត្តនាំគ្នាទៅបាញ់សត្វនៅក្នុងព្រៃដើម្បីលក់ចិញ្ចឹមជីវិតនាំគ្នាតាមប្រកិតនៅសត្វមរឹកមួយដែលខ្លួនបាញ់ត្រូវហើយបោលទៅទាំងកូនសមរឹកនោះ
បានបោលទៅដួលស្លាប់នៅក្នុងវេលាត្រឡប់ក្បែរកន្លែងដែលពោធិសត្វសំងំរក្សាសិលនេសាទតាមទៅទាន់ឃើញមរឹកសៃក៏ស៊ូនៅក្នុងព្រៃអាស្រ័យដំណេកលើប្រគៀបឈើអស់មួយយប់លុះព្រឹកឡើងស្រាប់តែឃើញពួកនាងមានវិកាកាន់ភ្ញីផ្កានិងគ្រឿងដូរតន្ត្រីមកក្នុងទីនោះព្រានសម្រត់ចុះស្ទុះទៅចិត្តស្រាប់តែបាត់នាងនាគនោះអស់ទៅព្រានដើរបន្តិចទៅបានឃើញព្រះពោធិសត្វលើដំបូកព្រះពោធិសត្វកាលបានជ្រាបថាជាព្រានឃើញព្រះអង្គហើយនោះក៏នឹកថាសេចក្តីអន្តរាយនឹងមានបើដូច្នេះគួរតែអាត្មាអញនាំព្រាននេះទៅបំពន់ដោយគ្រឿងសក្ការៈនិងសេចក្តីរាប់អានឯឋានប្រជុំនាគគិតហើយក៏លួងលោមព្រានព្រមទាំងកូនដរាបតតែព្រានទៅនៅព្រះអង្គបាននាំឲ្យទៅនៅក្នុងវិមានមួយម្នាក់ឲ្យសេស្នំចាំបំរើឲ្យប្រដាប់ដោយរថផ្សេងពុំដឹងបាននឹងកណនីហេតុតែនេសាទនោះជាបុគ្គលដែលមានបន្តិចគឺអបសុកនៅពុំបានទៅបញ្ឆោតពោធិសត្វថាខ្ញុំសូមឡើងទៅឋានមនុស្សលោកដើម្បីបួសព្រះពោធិសត្វពុំហ៊ានខាត់ក៏ប្រគល់ឲ្យនៅកែវមณีនិងមាសប្រាក់រតនវត្ថុផ្សេងហើយឲ្យជូនត្រឡប់មកវិញរីឯព្រាននោះមិញហេតុតែបាបកម្មនាំចិត្តឲ្យគិតតែត្រង់ការបោបាញ់ក៏នាំកូនទៅតាមផ្លូវព្រៃស្រដីសាប្រាប់ថាត្រង់នេះឪពុកធ្លាប់បាញ់ជ្រូកធ្លាប់បាញ់ប្រើធ្លាប់បាញ់រមាំងហាក់ដូចជាដាស់បាបកម្មដែលស្ងប់ទៅហើយឲ្យផុសឡើងបណ្ដាលឲ្យក្តៅទៅរឹកទឹកងូតហើយបានដាក់បង្វិចមាសពេជ្រនិងកែវមณีនេះឯមាត់ត្រពាំងចុះទៅងូតទឹកហើយឡើងមកវិញក៏រកវត្ថុនោះពុំឃើញបានឃើញឯសម្ពុតបំណាស់ឯកញ្ចាស់និងធ្នូសជាសម្បត្តិដើមរបស់ខ្លួនវិញព្រានកើតទុកតូមនិញនាំកូនដើរទៅក្រៀមក្រោះទៅកាន់លំនៅនៃអាត្មាដល់កាលណាក៏ប្រះខ្លួនត្រឹបដេកលក់ស្រមុកក៏ខូចចំណែកឯភរិយាត្រេកអរមនីមនីសួរសោមទត្តដែលជាកូនថាកូនអើយអ្នកនាំគ្នាទៅណាបាត់យូរម្លេះហើយពួកគេបានប្រាប់ថាទៅឋានភុជុនាគភរិយាសួរថាតើបានមាសពេជ្រកែវមณีមកទេពួកគេបានប្រាប់ថាឪពុកពុនព្រមយកមកទេព្រោះគាត់ថានឹងបួសភរិយាឮតែប៉ុណ្ណោះក៏ស្ទុះទៅសំពងប្តីកំពុងដេកលក់ដោយបន្ទះចង្កៀងអំបុកចំឆ្អឹងខ្នងជេរប្រតិចបណ្ដេញចេញពីផ្ទះទាំងឪពុកទាំងកូនកាលនោះមានព្រាហ្មណ៍កំសត់ម្នាក់ជំពាក់បំណុលគេត្រូវគេតឹងទាខ្លាំងក៏រត់ទៅពួននៅក្នុងព្រៃបានទៅបំរើមហាឥសីផ្គប់គួនដរាបតែលោកប្រទានមុនអាលំពាយនិងទិបអសត់ដែលស្ដេចគ្រុឌប្រគេនលោកព្រាហ្មណ៍សម្ពុតបានមុននឹងអសត់ក៏ដើរទៅតាមឆ្នេរសមុទ្របានឃើញពួកនាងនាគមនវិកានាំគ្នាឡើងមកដាក់កែវមณีមួយដុំនៅលើភ្នក់សាច់លេងទឹកហើយឡើងមកអង្គុយចោមជុំវិញកែវមณีដោយភេទជាមនុស្សស្រីនាងនាគមនវិកាទាំងឡាយកាលដែលព្រាហ្មណ៍នោះដើរមកជិតធំក្លិនថ្នាំឱសថស្មានថាជាគ្រុឌក៏មុជទឹកបាត់អស់ទៅព្រាហ្មណ៍រើសបានកែវមณีនោះបានសន្និដ្ឋានថានេះជាសម្បត្តិនាគរាជអាត្មាអញបើចាប់បានតែនាគរាជមួយមិនខ្វះទេសពទ្រព្យសម្បត្តិប៉ុណ្ណេះគិតដូច្នោះហើយក៏កាន់កែវមณีទៅថ្លែងអំពីនេសាទនិងសោមទត្តជាកូនស្វែងទៅបានជួបនឹងព្រាហ្មណ៍អលំពាយកាន់កែវមณีនៅនឹងដៃស្គាល់ថាកែវមณีធននេះដែលភូរិទត្តឲ្យអញហើយបាត់ទៅទើបនិយាយលបងបញ្ឆោតយកក៏ពុំបានសុំដូរដោយរបស់អ្វីក៏ពុំបានព្រាហ្មណ៍អលំពាយបាននិយាយថាក្រែងតែអ្នកឯងរកនាគរាជមួយមកដូរនឹងខ្ញុំទើបខ្ញុំឲ្យកែវមณีនេះនេសាទលើដូច្នោះ
có nhầm nhầm nhẹ nhẹm nị giấy nâng còn thả sau một toát con ơi dưỡng nâng bán cái mình đi bình hỏi con dù thả thôi mà định nâng bán ở bốc bán prap thả dưỡng tơ bằng hành phù rì toát đói ăn lông pì nì ná con nà con bán trong toát thả tế tì bông trai tì khó mà được sự thoa chẳng ai nà ở bốc bán mình toát thả dí con mà nó sự thoa ấy bán ra vô tài nâng thoa thôi mà định nâng bán con bán toát thả kết ta bị khang bán bần nọc mình lo tế ở bút tháp phù rì toát bán thua sakara bồ chiều đỏ ở áo ti lùm nơi xâm nạ sài dạng ní chứ một tha chỉ có là gian mật đồ bọc bầy cô bà ấy ở vùng quê ngờ nghịch kết trục mật từ vĩnh bà ấy trong bàn trọp cô tệ từ sống phù rì toát tiệt từ phù rì toát nâng áo trọp trán chinh nịch tiệt tiệt ở bốc ban mình tụ thả anh nơi mình này ắt đăng bà bọt bị phụp lục thì rồi bó ai ná đáy nơi khăn đầy cái đấy nơi khăn ti trong buộc một cái đấy cái tơi chạy rồi bỏ nụ phliềm cái mình tơi sừng khâm rồi bỏ đáy nơi chẳng ai tì mình nhớ sau một toát cồn anh cũng bỏ bóngประโยชน์ได้คืนเจ้าหนึ่งผลิตลอยcồn bánฉลอยเป็นโยธาแม่นให้ผลใต้ประโยชน์ได้คืนเจ้าหนึ่งผลิตมาเยื้องบ้านโดยดำนาอัดปะปวลดอกประโยชน์เนี่ยโดดตีหนูตึบชีประโยชน์ประปีไอ้ประโยชน์นี่มาเยื้องบ้านจัดตกชีกาบ้านโดยแกะระยะตรุมดจนนาตรุมดหนูตู้ใบรุ่นในลอยก็พันได้หาหมดจำเล็บได้มนุษย์ตรุมดชั่วโมงถ่าและบองเนประโยชน์ระบบล้วนปรุถ่าตู้ใบรุ่นหนึ่งก็ประกอบจีรูแตงกริมกรอแตงสวดกริมกรอมโดยชีมนุษย์เป็ดเตาปกถ่ามันไอ้เด็กโกนผู้เปรียมบ้านทั่วบาปอนาหนิมวยหอยเกตังโบชีมหายันทำใบเลี้ยงบาปนุกจังบานอันนังโบชีมหายันนังรู้จักบาปอมปีตรุมดยังนุกได้ก้นประกายได้อาหังกาถาขยมสนับปมบานได้ได้เคยได้หรือการยกลิมุเตือนเลี้ยงลิมุอัจฉริยะบานเจ้าบากาโบชียันได้สำรัดโดยชีวิตสัตว์โดยจรานชี้อำเภอบาปมวยโดยทอมเตะหอยให้ยักเตือนเลี้ยงบาปอำเภอมวยตีนมันได้ยังโยธาเฉลี่ยบานน้อยยืงมินเพลย์ในมโนกเตะปุ่มสอบคณิตเตบาโดยชนะขยมสมใบปลายเพลย์ปีหอยsau một tuần này gì được cho nó hỏi có đa chân trò pi một ở bọc tự bố trí ấy sấy nơi ai prey hay mà biến nhắn chiên áp bị nhỉa nâng sạm mà bật ở có cả láng đồ ráp đo chỉ vật bạn giàu sản bán tất cả nơi khăn pro một lục hào trong đấy ai nè sạt phím smart ta sau một tuần tờ lọc tập té cốt này dây nâng alum pi thả khi em oi phu đi tuột nị cái đấy đó này ảnh thả hỏi cònน้องเปรียมอารมณ์เปียแต่กันกันไลน์ได้โพธิสัตว์และสาออกบอสดเลือกได้จังอ้อปรับแทนุกหนอได้เมื่อตะเคยกระหอมมิ้นปนลือเปรี้ยโดยเมเพลียงคือจีกบาเนี่ยแต่สอโดยจีสมเลยกับบะคือจีคลุนนี้ในไอ้ยกจ่ออ้อยกายมันนี้หมกหยมพระโพธิสัตว์บ้านบางประเนตราหลังเคยสกอลเจจีนิสัตนังอารมณ์เปียก็กระถาบ่อันคังสำลังจ้องมนุษย์อย่างนี้เว้นนังแช็กติดเจียบปวดภัยบ้านโดยชนะสลอันหนึ่งดัดบ้าอาตมาอันหนึ่งกิจมุกเจียมนุษย์อย่างปีเนี่ยนี้ข้างหนึ่งอันให้การประตูสลายหนึ่งคณีบ้านโดยชนะกูอาตมาอันยักชีวิตโดนหนึ่งสลตู้ใบอารมณ์เปียกัดขลุ่นอันกระไดจมอันสัตว์อันกระไดหรือสำหรับได้ประกาศอย่างนากระไดจะอันได้ได้สรุปอ้อยลมบะอย่างนากระไดก็อันมันเตยขังได้เกิดหายก็ทมิเนตราดักเซรซาเลือผนนยังอธิษฐานบารมีไอเรื่องจุมเฮในขนมกาเรซาเซลอันนี้ไอในศาสตร์เปรียมบ้านในยัยถายกเนื้อจ่อไอการมันนี้หมกยมถาหายกร้อนเตลุกได้ตัวยกกายมันนี้ก็ระบบปีได้เล็กมัดแต่ขนมใดจำได้เปรียมอารมณ์เปียไซค์มุนเลียบถนำซับสารเปียงกายโจลเตจะกันตุยโพธิสัตว์กระวีกระวดบอกพตุบหนึ่งแผ่นใดจินจวนยุยี่เฉลี
ដូចគេបានកណ្ដាប់ស្រូវហើយចាប់កន្ទុយលើកឡើងភ្ជប់នៅលើផែនដីធ្វើឲ្យស្រុញច្រើនដងច្រើនគ្រាដូចជាគេបោកសម្ពុតគួរឲ្យរន្ធត់ក្រៃពេកព្រះពោធិសត្វមានឈាមហូរចេញពេញភ្នែកពីច្រមុះពីមាត់ទ្រាំអត់ឥតមានកំហឹងឡើយព្រាហ្មណ៍អាលំពាយធ្វើឲ្យមហាពោធិសត្វមានកម្លាំងថយហើយញាត់នៅក្នុងត្រកហើយបានឃោសនាឲ្យអ្នកស្រុកយកថ្លៃឈ្នួលមកជួលមើលអ្នករាំអាលំពាយឲ្យពោធិសត្វបញ្ចេញសិល្បៈច្រើនប្រភេទគឺឲ្យទ្រង់សម្ដែងខ្លួនឲ្យធំឲ្យតូចឲ្យបត់ឲ្យលាឲ្យបើកពពា1 2 3ឲ្យបំបត្តិខ្លួនឲ្យឃើញខ្លួនពាក់កណ្ដាលឲ្យមានសម្បុរខៀវលឿងក្រហមហើយនឹងសព្រះពោធិសត្វអាចធ្វើបានតាមបញ្ជាទាំងអស់កាលមួយខែបំពេញបំបានព្រាហ្មណ៍អាលំពាយតាំងពីមានសម្លៀកបំពាក់រហែករហូតដល់មានគ្រឿងអលង្ការតាំងពីដើររហូតដល់មានយានជំនិះយ៉ាងពិសេសជិះទៅកាន់ស្រុកតូចធំនិគមជនបទព្រះមហាក្សត្រព្រះចៅក្រុងពេរិណសីទ្រង់សពព្រះរាជហឫទ័យចង់ទស្សនាអ្នករាំទើបទ្រង់ព្រះរាជានុញ្ញាតឲ្យអាលំពាយនាំពោធិសត្វទៅរាំនៅក្នុងព្រះបរមរាជវាំងថ្លែងអំពីនាងសមុទ្រជាដែលជាមេដាព្រះពោធិសត្វនៅក្នុងថ្ងៃដែលអាលំពាយនាំចាប់ព្រះពោធិសត្វបានទៅព្រះនាងទ្រង់ឃើញសុបិននិមិត្តថាមានបរិសម្នាក់សម្បុរខ្មៅភ្នែកក្រហមកាត់ព្រះហស្ថព្រះនាងខាងស្ដាំយកទៅបាត់ព្រះនាងតើនចាក់សាយណានិងសន្និដ្ឋានថាព្រះពោធិទត្តប្រកាសជាមានក្តីអន្តរាយព្រះនាងទន្ទឹងសម្លឹងចាំតែផ្លូវលុះពុំឃើញក៏ទៅតាមជាមួយបុត្រច្បងនាមសុទស្សរីឯភរិយានិងនាងនាគមានវិកាដែលត្រូវវេនទៅបម្រើនោះក៏បានជួបគ្នានឹងព្រះមេដានាំគ្នារកពុំឃើញព្រះពោធិសត្វសោះទើបត្រឡប់មកពិភពនាគវិញនៅគ្រានោះពិភពនាគពោពេញទៅដោយសេចក្តីទុក្ខក្រៀមក្រំឮតែការយំសោកសូរសាប់សំណោកដោយឃ្មុំយកផ្កាឃើញតែបរិវេទនាការបំរាស់នានាទុនខ្លួនទុនប្រានមានឧបមាដូចជាព្រឹក្សានាព្រៃហេមពៀនបានត្រូវខ្ចប់ឈុះព្រះនាងសមុទ្រជាសោកសំរែងរៀបរាប់ជាអនេកប្រការបញ្ចប់សេចក្តីថាបើមិនឃើញព្រះភូរិទត្តទេព្រះនាងនឹងមិនមានព្រះជន្មតទៅទៀតឡើយសុទស្សនិករាជដែលជាបុត្រច្បងចាត់អរិទ្ធនិករាជដែលជាប្អូនពៅឲ្យទៅទេវលោកចាត់សុភោគៈជាប្អូនកណ្ដាលឲ្យទៅព្រៃហេមពៀនខ្លួនឯងទៅកាន់មនុស្សលោកដើម្បីស្វែងរកភូរិទត្តនាងនាគកញ្ញាឈ្មោះអញ្ជមុខីដែលជាប្អូនស្រីពោធិសត្វមានមេដាផ្សេងគ្នាសុំជួយយកអាសាទៅទូចតែទៅជាមួយនឹងសុទស្សនិករាជខ្លាញ់ភេទជាអេសីនាងអជ័យមុខីខ្លាញ់ខ្លួនជាកូនកង្កែបតូចបង្កប់ខ្លួនពន្ធនៅក្នុងចេតានៃតបបងចេញទៅចុះច្រប់រកនៅក្នុងជ្រោះជ្រងច្រឡងដងព្រៃបុប្បតារហូតដល់ស្រុកតូចធំនិគមនានារហូតដល់ទ្វារនៃក្រុងពេរិណសីថ្លែងអំពីអាលំពាយនាយម៉ពោះតាក់តែងកាយាយ៉ាងស្រស់បោះនាំមហាបរោះចូលរួមនៅក្នុងព្រះបរមរាជវាំងនៃក្រុងពេរិណសីកណ្ដាលរុងរឿងដែលមានអង្គព្រះមហាក្សត្រីជាអធិបតីចំណែកតបអេសីក៏ចូលទៅក្នុងបរិស័ទនោះដែរព្រះភូរិទត្តក្រឡេកឃើញស្គាល់ច្បាស់នៅតបនោះក៏លូនទៅពេលពុនព្រះបាទទាអាលំពាយស្មានថាចឹកអេសីក៏រត់ភ័យម្នីទៅសុំខមាទោសតបថាគ្មានទោសពៃអ្វីទេកុំភ័យអីពស់នេះជាសត្វដេរឆានមែនប៉ុន្តែមានធម៌សប្បុរសក្រនបើជាងអ្នកឯងជាមនុស្សអ្នកឯងនេះជាមនុស្សគំរក់ធន់អន់ពេកណាស់ព្រោះគ្មានមេត្តាអាលំពាយខឹងច្រឡត់ឡើងថាអ្នកឯងជាអ្វីបានជាកាចអាក្រក់អន្តពាលិមួក
មឹកក្នុងកណ្ដាលបរិស័ទដោយភេទជាព្រាហ្មណ៍រកហេតុរឹករឿងបង្កចំនួនដូចនេះតែបកថាអ្នកឯងកុំក្អេងក្អាងចង់ច្បាំងនឹងនេះអ្នកឯងតស៊ូនឹងកូនកង្កែបញីនេះពុំបានផងអាលំពាយឆ្លើយឆ្លងឆ្លោះប្រកាច់ប្រណាំងតាំងភ្នាល់ដាក់ដៃដល់ 5000 កហបណៈតបសូមព្រះមហាក្សត្រឲ្យទ្រង់ចាត់ការជីករណ្ដៅ3ឲ្យបំពេញរណ្ដៅទី1ដោយភេសជ្ជៈផ្សេងបំពេញរណ្ដៅទី2ដោយអាចគោស្រស់បំពេញរណ្ដៅទី3ដោយទឹកឱសថសម្រាប់លុតភ្លើងឲ្យកូនកង្កែបចុះមកទុំលើដៃឲ្យបញ្ចេញទឹកមាត់3ដំណក់តូចហើយតបរលាស់ទឹកមាត់ពឹសនោះចូលទៅក្នុងរណ្ដៅទី1ពឹសកូនកង្កែបបន្តិចអាចបណ្ដាលជាភ្លើងឆេះឆ្លងពីរណ្ដៅទី1ទៅរណ្ដៅទី2រហូតដល់រណ្ដៅទី3ទើបរលត់ចំហាយភ្លើងប៉ះដល់រាងកាយអាលំពាយคล้ายទៅជារោគខ្លុងសពព្រោះគ្រាន់តែប៉ុណ្ណេះអាលំពាយក៏ព្រមលែងព្រះភូរិទត្តហើយសុំរស់តែជីវិតអ្នកទាំង3ក៏និមិត្តរាងកាយជាមនុស្សប្រដាប់ដោយគ្រឿងអលង្ការល្អថ្លៃថ្លាក្រាបបង្គំទូលសួរព្រះមហាក្សត្រថាបបពិតសម្ដេចព្រះមាតុលាព្រះអង្គជ្រាបយើងខ្ញុំឬទេទ្រង់ត្រាស់ថាមិនស្គាល់ទេហើយបានសួរថាទ្រង់ជ្រាបជាព្រះបាទកោសិករាជទ្រង់ព្រះរាជទានព្រះរាជធីតាព្រះនាមសមុទ្ទជាដល់ព្រះបាទធុត្តរតនគរាជឬទេទ្រង់ត្រាស់ថាដឹងនាងនឹងជាប្អូនស្រីរបស់ខ្ញុំអ្នកបង្គំទូលថាយើងខ្ញុំជាបុត្រព្រះនាងសមុទ្ទជាព្រះមហាក្សត្រសាគរព្រហ្មទត្តទ្រង់ស្ទុះទៅអោបជញ្ជក់ព្រះសេរសាធ្វើសក្ការៈរាប់អានហើយមានព្រះរាជអង្គការសួរព្រះភូរិទត្តថាបើឯងមានដេចចាស់ខ្ពង់ពោះម្លេះម្ដេចក៏នឹងឲ្យអាលំពាយចាប់បានចំណែកព្រះភូរិទត្តក្រាបបង្គំទូលតាមដំណើរហើយសួររកព្រះរាជអាយកោព្រះមហាក្សត្របានប្រាប់ថាព្រះអង្គពុំអាចគង់នៅក្នុងរាជសម្បត្តិបានព្រោះការនិរិះចាក់នាងសមុទ្ទជាតាំងពីនោះមកព្រះអង្គផ្ទេររាជឲ្យខ្ញុំហើយទៅទ្រង់ព្រះភ្នោះនៅឯព្រៃឯណោះបុត្រនាគទាំង3អង្គថ្វាយបង្គំលាព្រះរាជាទ្រង់ព្រះរាជានុញ្ញាតហើយត្រាស់ថាខ្ញុំចង់ឃើញសមុទ្រជាប្អូនស្រីខ្ញុំណាស់ធ្វើម្ដេចនឹងបានឃើញអ្នកបង្គំទូលថាព្រះមេដារបស់ទូលព្រះបង្គំក៏ចង់ឃើញព្រះរាជអាយកោនិងព្រះមេត្តាឆាដែរសូមព្រះអង្គស្ដេចទៅកាន់អាស្រមបទនៃព្រះរាជអាយកោនៅក្នុងថ្ងៃឯណោះខ្ញុំព្រះអង្គទាំងឡាយនឹងនាំនៅព្រះមេដាមកជួបនៅទីនោះទ្រង់កំណត់ថ្ងៃខែហើយក៏ចេញអំពីព្រះរាជនិវាសទៅកាន់ពិភពនិវិញហោងមហាសត្តៈទៅដល់និពិភពមានរាងកាយទុរន់ព្រោះការនៅក្នុងត្រកអស់វេលា1ខែទើបចូលកាន់កិលានសាយាថែមទាំងមានក្តីលំបាកដោយពួកនាគច្រើនហួសប្រមាណទន្ទ្រានចូលមកសួរកាលណារដ្ឋៈទៅស្វែងរកនៅឯឋានទេវលោកពុំឃើញព្រះអង្គទើបត្រឡប់មកវិញត្រូវទទួលការចាត់ឲ្យជាអ្នកយាមទ្វារកិលានដ្ឋានសុភគៈទៅស្វែងរកនៅឯព្រៃហេមពៀនពុំឃើញព្រះអង្គក៏ចច្រប់រកតាមជ្រុះជ្រងច្រឡងដងស្ទឹងបឹងទន្លេរហូតមកដល់ស្ទឹងយមនាថ្លែងអំពីនាយនេសាទកាលបានឃើញអាលំពាយកាត់ខ្លងក៏ភ័យខ្លួនថាបាបនោះនឹងឆ្លងមកដល់អញពុំខានទើបទៅកាន់កំពង់បយាគៈដែលជាទីសម្រាប់លាងបាបនាស្ទឹងយមនាប្រកាសថាខ្ញុំបានធ្វើកិរិយាទ្រុមិត្តចំពោះភូរិទត្តឥឡូវខ្ញុំសូមលាងបាបនោះថាហើយក៏ចុះទៅក្នុងទឹកសុភគៈកវ័នជើងនេសាទនោះដោយកន្ទុយទាញពន្លិចទៅក្នុងទឹកបានបន្ធូរឲ្យងើបឡើងមកត្រឹមកទោះបីនេសាទអង្វរសរសើរបញ្ជោយ៉ាងណាក៏ពុំលែងដរាបតែនេសាទអួតអាងដល់ជាតិខ្លួនជាព្រាហ្មណ៍ថាព្រាហ្មណ៍ជាបុត្រព្រះព្រហ្មបានទទួលការចាត់តម្រូវអំពីព្រះព្រហ្មដោយឋានៈ3យ៉ាងគឺជាអ្នករៀនមុន1ជាអ្នកត្រូវគេទទួលអង្វរ1
ជាអ្នកបូជាភ្លើងមួយអ្នកណាក៏មិនត្រូវសម្លាប់ព្រាហ្មណ៍ដែរអ្នកណាសម្លាប់នោះនឹងចុះនរកសុភគៈឮហើយសង្ស័យទើបនាំព្រាហ្មណ៍នោះទៅឋាននាគដើម្បីឲ្យព្រះភូរិទត្តជំរះក្តីសង្ស័យនេះកាលនរិន្ទៈដែលជានាយឆ្មាំទ្វារបានឃើញព្រាហ្មណ៍ដែលសុភគៈកំពុងនាំមកទាំងលំបាកក៏ស្ទុះទៅហាមថាសុភគៈឯងកុំបៀតបៀនព្រាហ្មណ៍នេះត្បិតព្រាហ្មណ៍ទាំងឡាយជាបុត្ររបស់ព្រះព្រហ្មបើព្រះព្រហ្មជ្រាបនឹងញ៉ាំងនាគពិភពឲ្យវិនាសនៅក្នុងលោកនេះពួកព្រាហ្មណ៍ជាមនុស្សប្រសើរមានអានុភាពធំអ្នកឯងមិនស្គាល់អានុភាពព្រាហ្មណ៍ទាំងនោះទេមានតែខ្ញុំទេដែលស្គាល់កាលណារដ្ឋពរនេះតទៅទៀតថាពិធីបូជាយ៉ាញ់ក្តីវេទទាំងឡាយក្តីមិនជាការផ្ដេសផ្ដាស់ទេព្រោះហេតុនោះពួកព្រាហ្មណ៍ដែលប្រកបដោយយ៉ាញ់ពិធីនឹងវេទក៏មិនជាមនុស្សថោកថយផ្ដេសផ្ដាស់ដែរប្រកបជាមានអានុភាពធំអ្នកសុភគៈអ្នកដឹងឬទេលោកនេះអ្នកណាជាអ្នកបង្កើតសុភគៈបាននិយាយថាខ្ញុំមិនដឹងទេចំណែកឯករិទ្ធៈបាននិយាយថាព្រះព្រហ្មជាជីតានៃព្រាហ្មណ៍បានបង្កើតត្បិតថាព្រះព្រហ្មបង្កើតវណ្ណៈទាំង4ហើយចាត់តម្រូវផ្ដាច់មុខដោយឡែកពីគ្នាថាពួកព្រាហ្មណ៍ត្រូវជាអ្នកកាន់កាប់ខាងការរៀនមុនពួកក្សត្រត្រូវជាអ្នកកាន់កាប់ខាងការគ្រប់គ្រងផែនដីពួកវៃស័កគឺជាអ្នកកាន់កាប់ខាងរបរកសិកម្មពាណិជ្ជកម្មចំណែកឯពួកសត្យគឺជាអ្នកកាន់កាប់ខាងការបម្រើវណ្ណៈទាំង3ពួកព្រាហ្មណ៍មានអានុភាពច្រើនយ៉ាងអ្នកណាមានចិត្តជ្រះថ្លាធ្វើសក្ការៈនោះនឹងកាន់ទៅទេវលោកដោយទេវរាជឈ្មោះធាតុវិធាតុវរុណៈកវេរៈសោមៈយមៈចន្ទៈវាយុសូរិយៈទាំងនេះសុទ្ធតែធ្លាប់បូជាយ៉ាញ់បានបំពេញសេចក្តីប្រាថ្នាពួកព្រាហ្មណ៍ដោយសពគ្រប់ទើបបានកើតនៅក្នុងទេវលោកកាលនរិទ្ធៈនិយាយទៀតថាពីដើមព្រះរាជាព្រះនាមមុចឌិននៅក្នុងនគរពេរិនេសីបានសួរនៅផ្លូវនៃឋានសួគ៌ចំពោះព្រាហ្មណ៍ទាំងឡាយឆ្លើយថាសូមព្រះអង្គធ្វើសក្ការៈចំពោះព្រាហ្មណ៍ផងចំពោះទេវតាទាំងឡាយនៃពួកព្រាហ្មណ៍ផងព្រះអង្គសួរទៀតថាអ្វីជាទេវតានៃពួកព្រាហ្មណ៍ហើយពួកគេបានឆ្លើយថាភ្លើងគឺជាទេវតានៃពួកព្រាហ្មណ៍សូមព្រះអង្គញ៉ាំងភ្លើងនោះឲ្យស្កប់ស្កល់ដោយវត្ថុទាំងឡាយមានសពៈនិងនវនិតជាដើមព្រះអង្គបានឆ្លើយតាមដំបូន្មានរបស់ពួកព្រាហ្មណ៍ក៏បាននៅកតិជាទិព្វចំណែកឯអរិទ្ធៈក៏បានសួរទៀតថាបបិទ្ធសុភគៈទន្លេគង្គាក្តីសមុទ្រក្តីអ្នកណាជាអ្នកធ្វើសុភគៈឆ្លើយថាខ្ញុំមិនដឹងទេអរិទ្ធៈក៏បាននិយាយថាពីដើមព្រះបាទពេរិនេសីព្រះនាមអង្គលោមបាទកាន់តាមលទ្ធិព្រាហ្មណ៍បានចាត់ការកសាងប្រាសាទមាសជាបសុខេដនដ្ឋានដើម្បីបូជាយ៉ាញ់នាំឲ្យមេគោក្របីដ៏ច្រើនចូលទៅកាន់ព្រៃហេមពៀនឲ្យរត់ទឹកដោះចំអែតពួកព្រាហ្មណ៍បរិបូរហោហៀសល់ចាក់ចោលហោកើតទៅជាស្ទឹងតូចៗប្រជុំគ្នាកើតជាទន្លេគង្គាហោទៅដល់កើតជាសមុទ្របបិទ្ធសុភគៈទេវបុត្រដែលជាសេនាបតីនៃព្រះឥន្ទឥឡូវនេះគឺជាព្រះបាទពេរិនេសីដើមនឹងឯងបបិទ្ធសុភគៈទេវតាដ៏ប្រសើរមានឫទ្ធិច្រើនជាសេនាបតីនៃព្រះបាទវាសវៈនៅក្នុងឋានត្រៃត្រឹងបានកំចាត់នៅមន្តរដោយសមយោគវិធីទើបបានកើតជាទេវតាបងតើបងដឹងដែរឬទេសមុទ្រម្ដេចក៏មានទឹកប្រៃគេផឹកពុំកើតខ្ញុំមិនដឹងទេប្អូនអរិទ្ធៈបានថ្លែងថាថ្ងៃមួយព្រាហ្មណ៍ម្នាក់បានធ្វើនៅការបន្សាត់បាបយកទឹកពីសមុទ្រមកស្រោចលើខ្លួនទឹកសមុទ្រក៏ចូលឡើងបោកពន្លិចព្រាហ្មណ៍នោះបាត់ទៅព្រះព្រហ្មខ្ញាល់នឹងសមុទ្រទើបផ្ដាសាសមុទ្រឯងចូលមានទឹកប្រៃគេផឹកពុំកើតដូច្នេះត្រូវតែគោរពព្រាហ្មណ៍ត្រូវតែជឿវេទត្រូវតែបូជាយ៉ាញ់ពួកនាគដ៏ច្រើនដែលមកកាន់កិលេនដ្ឋាននៃព្រះមហាសត្តៈបានជឿថាកាលនរិទ្ធៈនិយាយពិតព្រះមហាសត្តៈគិតថាអរិទ្ធៈពរនានៅផ្លូវខុសទើបពោលថាមនាលអរិទ្ធៈឯងនិយាយមិនពិតទេហើយសំដែងនៅយ៉ាញ់ភេទវាទថាមនាលអរិទ្ធៈការរៀនយកនៅវេទទាំងឡាយ
ជាទោសរបស់អ្នកប្រាជ្ញទាំងឡាយតែជាអំពើល្អរបស់បុគ្គលពាលទាំងឡាយទាំងវិញត្រៃវេទដូចជាថ្ងៃបណ្ដាកូនជនពាលអ្នកមិនបានពិចារណាមិនស្គាល់នៅការគួរនិងមិនគួរដូចជាមរឹកសម្គាល់នៅថ្ងៃបណ្ដាកូនថាជាទឹកថាជារបស់មានពិតក៏ប្រឹងតែតាមទៅត្រូវកំដៅថ្ងៃខ្លាំងទៅដល់នៅសេចក្តីវិនិច្ឆ័យខ្លួនវេទនាទាំងឡាយជាចំណែកនៃកលឧបាយប៉ុន្តែទង់ទាញអ្នកមានប្រាជ្ញាមិនបានទេទាំងការពារអ្នកបំផ្លាញសេចក្តីចម្រើនគឺជនទ្រុះមិត្តក៏មិនបានដែរភ្លើងដែលពួកព្រាហ្មណ៍បំរើរមែងការពារពំបាននៅសត្វមានកម្មមិនប្រសើរភ្លើងជាធម្មជាតិមានឯងកប់នៅក្នុងឈើជាដើមលុះត្រាតែប្រកបដោយគ្រឿងពួកទើបឆេះឡើងមិនមែនឆេះនៅក្នុងការមិនធ្វើទេបើជនណាបូជាភ្លើងដោយការយកអ្វីទៅដុតទើបឈ្មោះថាធ្វើបុណ្យជនដែលធ្វើធ្យូងអ្នកចម្អិនអាហារក៏មានឈ្មោះថាធ្វើបុណ្យដែរមនាលអរថៈព្រះអគ្គីរបស់អ្នកឯងបើជាទេវតាមែនម្ដេចក៏ស៊ីវត្ថុមិនមែនជាទីគប់ចិត្តនៃជនច្រើនម្ដេចក៏ឲ្យបុណ្យតែពពួកព្រាហ្មណ៍មិនឲ្យបុណ្យដល់អ្នកធ្វើធ្យូងផងពួកព្រាហ្មណ៍ថាភ្លើងជាទេវតាពួកមិលក្ខជនថាទឹកជាទេវតាជនទាំងអស់នោះនិយាយខុសទេភ្លើងក៏មិនមែនជាទេវតាទឹកក៏មិនមែនជាទេវតាព្រោះមិនមានឥន្ទ្រីមិនមានចេតនាសម្រាប់ធ្វើការងារឲ្យពួកមនុស្សពួកព្រាហ្មណ៍បាននិយាយថាមហាព្រហ្មជាអ្នកគ្រប់សង្កត់លោកទាំងអស់គឺជាអ្នកបង្កើតលោកដូច្នេះហើយបែរជានិយាយថាមហាព្រហ្មជាអ្នកបម្រើភ្លើងដូច្នេះវិញតើអ្នកណាស្ដាប់យកជាការបានដូចម្ដេចបើមហាព្រហ្មមានអានុភាពជាងលោកទាំងអស់តើហេតុអ្វីក៏សំពះភ្លើងដែលខ្លួនបង្កើតទៅវិញត្រង់ពាក្យថាពួកព្រាហ្មណ៍កាន់ការរៀនមុនពួកសត្វកាន់កាប់ផែនដីពួកវៃស័កកាន់ការកសិកម្មពួកសុទៈកាន់ការបម្រើវណ្ណៈទាំង4នេះព្រាហ្មណ៍បានតាក់តែងមកប្រសិនបើពាក្យនេះពិតជនមិនមែនសត្វគ្រប់គ្រងផែនដីមិនកើតជនមិនមែនព្រាហ្មណ៍សិក្សាមិនចេះជនមិនមែនវៃស័កព្យួររស់មិនកើតជនមិនមែនសុត្រៈបម្រើការងារណាមួយមិនបានបើតើយ៉ាងនេះការងារនៅក្នុងលោកអនុវត្តទៅពំរួចទេពាក្យនេះមិនពិតទេជាពាក្យដែលពួកព្រាហ្មណ៍និយាយដើម្បីចំអែតផ្ទៃទេពួកសត្វនាំយកពលីរបស់ពួកវៃស័កពួកព្រាហ្មណ៍សម្រាប់គេបូជាយ៉ាញ់អំពើទាំងនេះជាហេតុកើតឲ្យមានការជ្រួលជ្រើមបែកខ្ញាច់គ្នាទេតើបើព្រាហ្មណ៍គ្រាន់បើហេតុអ្វីក៏ចាត់ចែងលោកឲ្យមានទុក្ខលំបាកយ៉ាងហ្នឹងបើដូច្នេះឃើញថាព្រហ្មមិនប្រកបដោយធម៌ទេព្រោះចាត់ចែងនៅអធម៌មិនឲ្យលោករៀបសារទៅវិញត្រង់ពាក្យថាអ្នកសម្លាប់បូជាយ៉ាញ់ឬអ្នកដែលត្រូវគេសម្លាប់បូជាយ៉ាញ់ទៅកាន់ឋានសួគ៌បាននោះបើពិតដូច្នេះគួរតែពួកព្រាហ្មណ៍សម្លាប់ពួកព្រាហ្មណ៍ឬសម្លាប់ពួកជនដែលជឿពួកព្រាហ្មណ៍នោះដោយបូជាយ៉ាញ់ទៅចុះព្រោះមិនមានពួកមរឹកឬក៏សត្វឯណាអង្វរឲ្យសម្លាប់ខ្លួនឡើយសត្វទាំងឡាយនៅក្នុងលោកនេះសុទ្ធតែត្រូវការជីវិតទាំងអស់ពួកព្រាហ្មណ៍នាំបុគ្គលជាសាមណៈជាក្សត្រជាមហាអាមាត្យចូលទៅកាន់រោងសម្រាប់បូជាភ្លើងនោះក៏បើកមាត់និយាយដោយហេតុដ៏វិចិត្រគឺយកទេពតាយកឋានសួគ៌មកបង្អួតហើយគៀបយកទ្រព្យដោយវេទទាំងឡាយពួកព្រាហ្មណ៍ជាអ្នកកុហកច្រើនបានទាយុម្នាក់ហើយក៏ចោមស៊ីបាយដូចជាក្អែកទាំងឡាយចោមចាប់មៀមនៅក្នុងទីស្ងាត់ត្រង់ពួកព្រាហ្មណ៍និយាយថារលកសមុទ្របោកពន្លិចព្រាហ្មណ៍ម្នាក់បានជាព្រាហ្មណ៍បដិសាឲ្យទឹកប្រៃគេផឹកមិនកើតនោះបើដូច្នោះចុះស្ទឹងទន្លេឯទៀតគួចយកពួកព្រាហ្មណ៍អ្នកបរិបូរដោយវេទបរិបូរដោយមុនច្រើនជាងពាន់អ្នកមិនដេចក៏ព្រមមិនបដិសាឲ្យខូចទឹកទាំងនោះទៅផងអ្នកជីអណ្ដូងបានប្រទះទឹកអណ្ដូងខ្លះជូរភ្លាវផឹកមិនកើតតើព្រមបដិសាអណ្ដូងនោះដែរឬអីមហាសត្តៈទំលាយនៅវាទនៃព្រាហ្មណ៍ទាំងនោះដោយវាទយ៉ាងនេះជាដើមពួកនិកបរិស័ទទាំងអស់ស្ដាប់ហើយក៏កើតសោមនស្សជ្រះថ្លាមហាសត្តៈនាំឲ្យព្រាហ្មណ៍នេសាទចេញអំពីនិពិភពឥតបានធ្វើសំបីតែការជេរប្រតិចឡើយថ្លែងអំពីព្រះបាទសាកៈព្រហ្មទត្តលុះដល់ថ្ងៃដែលសន្មតក៏ទ្រង់ស្ដេចទៅកាន់ទីលំនៅនៃមហាឥសីដែលជាព្រះរាជមេដា
មានចតុรงសេនាច្រើនចោមរោមជាបរិវារព្រះភូរទត្តប្រឹក្សាគ្នាថាយើងនឹងទៅគាល់សម្ដេចព្រះមិតុលានិងសម្ដេចព្រះអាយកោដូច្នេះហើយក៏ឡើងចេញអំពីស្ទឹងយមនាបងប្អូនទាំងឡាយនិងមេដាបេដាក៏មកតាមក្រោយដោយអត្តភាពជាមនុស្សមានយសបរិវារដ៏ច្រើនបានមកជួបជុំគ្នានៅក្នុងសំណាក់តបអិសីដែលព្រះបាទសាកៈព្រហ្មទត្តទ្រង់ព្រះបុព្វជាក៏ថ្វាយព្រះពរថាជនទាំងនេះគឺជាបុត្រនាគរាជឈ្មោះធុត្តរតត្រូវជាក្មួយរបស់បាឯព្រះនាងសមុទ្យាថ្វាយបង្គំព្រះឥសីជាបេតានិងព្រះរាជាជាព្រះចេដ្ឋាទ្រង់ព្រះកន្សែងសោកហើយទៅកាន់ពិភពនាគវិញជាមួយនឹងនាគបរិស័ទឯព្រះបាទសាកោព្រហ្មទត្តគង់នៅទីនោះអស់វេលាពី3ថ្ងៃទើបទ្រង់និវត្តន៍ទៅកាន់នគរពេរិណសីវិញព្រះនាងសមុទ្យាទ្រង់ធ្វើការកិរិយានៅក្នុងពិភពនាគនេះទៅចំណែកព្រះពោធិសត្វទ្រង់រក្សាសិលដរាបអស់ជីវិតបានទៅកើតនៅក្នុងឋានសួគ៌ជាមួយនឹងនាគបរិស័ទដែលប្រតិបត្តិតាម